เรียบซัวខ្ញុំបាទឈ្មោះមឿនបណ្ឌិតជាសិស្សរៀននៅថ្នាក់ទី12នៃសាលាអង្គការលើកស្ទួយវិជ្ជាពលរដ្ឋខ្ញុំបាទកើតនៅភូមិតាម៉ៅភូមិបឹងព្រះស្រុកបាភ្នំខេត្តព្រៃវែងហើយបច្ចុប្បន្ននេះខ្ញុំបាទរស់នៅក្នុងសង្កាត់ព្រៃសរខណ្ឌដង្កោរាជធានីភ្នំពេញឪពុករបស់ខ្ញុំប្រកបមុខរបរជាអ្នករត់ម៉ូតូឌុបរីឯម្ដាយរបស់ខ្ញុំប្រកបមុខរបរជាកម្មការិនីរោងចក្រខ្ញុំបាទមានបងប្អូន2នាក់ហើយខ្ញុំជាកូនបងនៅក្នុងគ្រួសារពុកម្ដាយរបស់ខ្ញុំគាត់ប្រកបមុខរបរស៊ីឈ្នួលស្ទូងស្រូវឲ្យគេហើយនៅពេលអាយុ6ឆ្នាំខ្ញុំក៏បានចូលរៀនហើយនៅពេលនោះដែរដោយសារតែជីវភាពគ្រួសារខ្ញុំរកបានតិចតួចហើយខ្ញុំត្រូវចូលរៀនផងឪពុករបស់ខ្ញុំគាត់ក៏បានសម្រេចចិត្តធ្វើការចំណាក់ស្រុកទៅធ្វើការនៅប្រទេសថៃប៉ុន្តែជីវភាពគ្រួសាររបស់ខ្ញុំក៏នៅតែពិបាកដូចតែមុនដោយសារតែពេលគាត់មកគឺគាត់ប្រកបការងារដដែលដែលពុំសូវបានប្រាក់ចំណូលជាច្រើននៅក្នុងគ្រួសារនោះទេជាច្រើនឆ្នាំកន្លងផុតទៅប្អូនខ្ញុំក៏ធំពេញវ័យហើយក៏បានចូលរៀនជាមួយខ្ញុំដោយពេលនោះដែរកាន់តែធ្វើឲ្យពួកខ្ញុំពិបាកឡើងទើបឪពុករបស់ខ្ញុំនិងម្ដាយរបស់ខ្ញុំបានសម្រេចចិត្តមកធ្វើការនៅទីក្រុងភ្នំពេញដែលទុកឲ្យខ្ញុំនិងប្អូនស្រីរបស់ខ្ញុំរស់នៅជាមួយនឹងតាយាយនៅឯស្រុកកំណើតប៉ុន្តែខ្ញុំមិនដឹងថាឪពុកម្ដាយរបស់ខ្ញុំគាត់ធ្វើការនៅភ្នំពេញជួបនៅផលលំបាកយ៉ាងណាទេមានថ្ងៃមួយដោយសារតែការអប់រំនៅតាមបណ្ដាខេត្តពុំដូចនៅទីក្រុងភ្នំពេញខ្ញុំក៏សូមគាត់មករៀននៅភ្នំពេញប៉ុន្តែពេលនោះដែរគឺគាត់បានបដិសេធថាគ្រប់គាត់ពុំទាន់មានថវិកាគ្រប់គ្រាន់នៅក្នុងការនាំខ្ញុំនិងប្អូនស្រីរបស់ខ្ញុំមករៀននៅទីក្រុងភ្នំពេញទេអស់ជាច្រើនខែកន្លងផុតទៅគាត់ក៏បានសម្រេចចិត្តឲ្យរូបខ្ញុំមករៀននៅទីក្រុងភ្នំពេញទោះបីជីវភាពពេលនោះក្រលំបាកយ៉ាងណាក៏ដោយគឺគាត់គិតថាបើសិនជានៅតែអញ្ចឹងទៀតប្រហែលជាកូនរបស់គាត់លំបាកដូចគាត់ហើយដោយហេតុនេះហើយទើបគាត់សុខចិត្តសន្សំលុយបន្តិចបន្តួចមិនហ៊ានហូបចុកដើម្បីឲ្យតែកូនបានមករៀននៅទីក្រុងភ្នំពេញហើយនៅពេលដែលខ្ញុំមកទីក្រុងភ្នំពេញអ្វីដែលខ្ញុំស្រណោះជាងគេគឺម្ដាយឪពុករបស់ខ្ញុំគឺគាត់នៅផ្ទះជួលដែលពេលភ្លៀងម្ដងគឺទឹកលិចពេលខ្លះពេលយប់គាត់ពុំបានគេងនោះទេដោយសារតែទឹកលិចចូលក្នុងបន្ទប់ហើយអ្វីដែលជាពិសេសនោះគឺលូដែលពេលវាពេញទឹកវាបានគោចេញមកអាទឹកនោះហូរចូលផ្ទះវាមានភាពកក្រិចយ៉ាងខ្លាំងហើយយប់ខ្លះគឺគាត់ពុំបានសម្រាននោះទេហើយមានពេលមួយនៅពេលដែលភ្លៀងលិចចូលបន្ទប់គឺឪពុកម្ដាយរបស់ខ្ញុំបានដាក់តុឲ្យខ្ញុំគេងលើតុជាមួយនឹងប្អូនស្រីរបស់ខ្ញុំរីឯគាត់អង្គុយនៅលើធុងអង្គរដើម្បីមើលខ្ញុំហើយនៅពេលនោះខ្ញុំមិនដឹងថាគាត់បានសម្រានឬក៏អត់ទេពេលដែលខ្ញុំមកដល់ភ្នំពេញហើយនោះអស់រយៈពេលប្រហែលជា1ខែគឺខ្ញុំពុំទាន់បានចូលរៀននោះទេដោយសារតែពេលនោះគឺឪពុករបស់ខ្ញុំពុំទាន់បានរកសាលាដើម្បីឲ្យខ្ញុំរៀនបានហើយសាលាដែលអាចថាឲ្យខ្ញុំរៀនបាននោះស្ថិតតែជាសាលាដែលឯកជនដែលជីវភាពគ្រួសាររបស់ខ្ញុំគឺពុំអាចទ្រទ្រង់ទៅនឹងការចំណាយនៅក្នុងការរៀននោះបានគ្រប់គ្រាន់ទើបមានថ្ងៃមួយឪពុករបស់ខ្ញុំបានស្គាល់អ្នកជិតខាងម្នាក់ដែលគាត់បានរៀននៅសាលាអង្គការលើកស្ទួយវិជ្ជាពលរដ្ឋហើយក៏បានសួរនាំពីសាលាថាសាលាបង្រៀនសិស្សយកលុយដែរឬទេហើយនៅក្នុងពេលនោះគឺអ្នកជិតខាងគាត់ក៏បានប្រាប់ថាគឺកូនរបស់គាត់ទៅរៀនសាលាគឺមិនយកលុយទេព្រមទាំងចែកនៅសម្ភារៈសិក្សាមកដល់យើងជាច្រើនផងដែរដោយសារតែសាលាគាត់បានជួយក្មេងកំសត់ក្រីក្រនិងខ្វះខាតទើបជាហេតុធ្វើឲ្យពុករបស់ខ្ញុំមានសង្ឃឹមឡើងវិញដោយសារតែជីវភាពគ្រួសារខ្ញុំពេលនោះគឺកំពុងតែលំបាកដោយពេលនោះដែរគាត់ក៏បានសួរពីទីតាំងសាលារួចហើយក៏បាននាំខ្ញុំមកចុះឈ្មោះនៅសាលាអង្គការលើកស្ទួយប្រជាពលរដ្ឋដោយពេលនោះដែរគ្រាន់តែឃើញពីជីវភាពគ្រួសាររបស់ខ្ញុំលំបាកយ៉ាងនេះសាលាក៏ព្រមទទួលយកភ្លាមតែម្ដងហើយបន្ទាប់ពីខ្ញុំបានចូលរៀននៅសាលាអង្គការលើកស្ទួយប្រជាពលរដ្ឋនេះដែរគឺខ្ញុំបានទទួលនៅបទពិសោធន៍ជាច្រើនហើយជាពិសេសគឺខ្ញុំបានរៀននៅភាសាអង់គ្លេសដោយសារតែសាលាបានបើកបង្រៀនភាសាអង់គ្លេសតាំងពីថ្នាក់ទី1រហូតដល់ថ្នាក់ទី12ហើយកាលពីមុនគឺខ្ញុំពុំសូវមានមិត្តភ័ក្តិច្រើនទេដោយសារតែមានជីវភាពក្រីក្រមានការរើសអើងពីមនុស្សជុំវិញខ្លួនដល់ពេលខ្ញុំបានមកចូលរៀននៅសាលាអង្គការលើកស្ទួយប្រជាពលរដ្ឋក្មេងទាំងអស់នៅទីនេះសុទ្ធតែជាអ្នកក្រលំបាកដូចជាខ្ញុំពួកគេគ្មានការរើសអើងនោះទេផ្ទុយទៅវិញពួកគេមានតែជួយគ្នាទៅវិញទៅមកដើម្បីជំនះនៅឧបសគ្គដែលពួកយើងបានធ្លាប់ជួបពីមុនហើយជាពិសេសសាលាបានផ្ដល់នៅសម្ភារៈសិក្សាជាច្រើនដែលមានដូចជាប៊ិចសៀវភៅខោអាវជាដើមលើសពីនេះទៅទៀតគឺគ្រូបង្រៀនក៏បានផ្ដល់នៅបទពិសោធន៍ល្អទូមានឲ្យខ្ញុំបានដើរទៅលើផ្លូវល្អបដូរពីមនុស្សដែលមិនចេះអក្សរមកជាមនុស្សដែលចេះអក្សរហើយបដូរពីមនុស្សដែលខ្លាចមកជាមនុស្សដែលមានភាពក្លាហានបដូរពីមនុស្សដែលបាក់ទឹកចិត្តហើយមកជាមនុស្សដែលមានភាពរឹងមាំឡើងវិញហើយនៅថ្ងៃអនាគតខ្ញុំមានគោលបំណងចង់ក្លាយជាអ្នក graphic designer
មូលហេតុដែលខ្ញុំចង់ក្លាយជា graphic designer ដោយសារតែការពីក្មេងគឺខ្ញុំមានបំណងចង់ច្នៃប្រឌិតអ្វីដែលថ្មីហើយខ្ញុំក៏ចង់ឲ្យមនុស្សជុំវិញខ្លួនបានផ្លាស់ប្ដូរខ្លួនផងដែរដោយពីក្មេងដែលពុំសូវបានជួយការងារសង្គមប្រែក្លាយទៅជាក្មេងម្នាក់ដែលសង្គមត្រូវការជាចុងក្រោយខ្ញុំបាទសូមអរគុណដល់ម៉ាក់មាននិងម្ចាស់ជំនួយគឺ Jasper ដែលតែងតែជួយឧបត្ថម្ភសាលាតាំងពីខ្ញុំរៀនថ្នាក់ទីមត្តេយ្យរហូតដល់ទី12នេះហើយក៏នៅជួយដល់ក្មេងៗជំនាន់ក្រោយជាបន្តទៀតដូចនេះខ្ញុំបាទសូមអរគុណ